សមាគមស្វ័យចន្ទទីកម្ពុជាបានលើកឡើងពីក្តីបារម្ភសម្រាប់វិស័យចន្ទទីនៅក្នុងសន្និសីទសកលនៅទីក្រុងឌូបៃសមាគមស្វ័យចន្ទទីកម្ពុជាហៅកាត់សសកតំណាងដោយលោកសុយកុកធានដែលជាអនុប្រធានសមាគមស្វ័យចន្ទទីកម្ពុជាក៏បានលើកឡើងពីក្តីបារម្ភសម្រាប់វិស័យចន្ទទីនៅក្នុងសន្និសីទស្វ័យចន្ទទីពិភពលោក World Cashew Conference នៅទីក្រុងឌូបៃអារ៉ាប់រួមកាលពីចុងខែមករាឆ្នាំ2026នេះព្រឹត្តិការណ៍នេះគឺមានការប្រមូលផ្ដុំពីអ្នកជំនាញស្វ័យចន្ទទីសកលថ្នាក់ដឹកនាំឧស្សាហកម្មដើម្បីពិនិត្យអំពីកំណើនប្រកបដោយនិរន្តរភាពនិងបញ្ហាប្រឈមនៅទីផ្សារសកម្មភាពនៃកិច្ចពិភាក្សាផ្ទៃក្នុងអំឡុងពេលនៃសន្និសីទនេះគឺបានចូលរួមយ៉ាងសកម្មជាមួយនឹងអ្នកទិញធំភាគីពាក់ព័ន្ធដោយសង្កត់ធ្ងន់ទៅលើការបដិញ្ញាចិត្តរបស់ខ្លួននៅក្នុងការគាំទ្រដល់កសិករនិងការពង្រីកតួនាទីរបស់កម្ពុជានៅក្នុងវិស័យស្វ័យចន្ទទីអន្តរជាតិលោកសុយកុកធានដែលជាអនុប្រធានសមាគមស្វ័យចន្ទទីកម្ពុជាក៏បានលើកឡើងអំពីការចូលរួមនៅកិច្ចពិភាក្សាផ្ទៃក្នុងការបិទទ្វារជាមួយនឹងបណ្ដាប្រទេសផលិតគ្រាប់ស្វ័យចន្ទទីឆៅរួមមានប្រទេសតង់ហ្សានីនិងប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិចដើម្បីដោះស្រាយក្តីបារម្ភដែលកំពុងតែកើតមានជុំវិញកម្រិតនៃផលិតកម្មសកលការព្យាករណ៍ពីផលិតកម្មនិងក្តីបារម្ភលើទីផ្សារគឺទិន្នផលសកលឆ្នាំ2025ទិន្នផលគ្រាប់ស្វ័យចន្ទទីឆៅនៅទូទាំងពិភពលោកសម្រេចបាន 5.5 លានតោនការព្យាករណ៍បានបង្ហាញថាតួលេខនេះបានកើនឡើងដល់ 7 លានតោននៅឆ្នាំ2030ដែលបង្កឲ្យមានការព្រួយបារម្ភពីការផ្គត់ផ្គង់លើតម្រូវការនិងការធ្លាក់ចុះនៃតម្លៃលោកបានលើកឡើងទៀតថាការរីកចម្រើននៅអាហ្វ្រិកបណ្ដាប្រទេសនៅអាហ្វ្រិកខាងលិចជាពិសេសប្រទេសនីសេរីយ៉ាកំពុងតែរៀបចំផែនការពង្រីកទ្រង់ទ្រាយធំជាមួយនឹងគំនិតផ្ដើមការដាំដើមស្វាយចន្ទទីថ្មីប្រមាណជា18លានដើមស្ថានភាពផលិតកម្មនៅកម្ពុជាដែលបច្ចុប្បន្នបានជាប់ចំណាត់ថ្នាក់ប្រទេសផលិតគ្រាប់ស្វាយចន្ទទីឆៅធំជាងគេទី2នៅលើពិភពលោកដែលបានបង្ហាញជាសញ្ញានៃផលិតកម្មស្ថិរភាពទោះបីជាយ៉ាងណាក៏ដោយការពង្រីកផ្ទៃដីដាំដុះក៏បានថយចុះលោកសុយកុកធានក៏បានគូបញ្ជាក់ថាការចូលរួមរបស់សមាគមស្វ័យចន្ទទីកម្ពុជាគឺបានបង្ហាញអំពីសក្តានុពលនៃផលិតកម្មរបស់កម្ពុជានិងការបដិញ្ញាចិត្តក្នុងការធានាឲ្យកសិករទទួលបាននូវអត្ថប្រយោជន៍ពីឱកាសពាណិជ្ជកម្មពិភពលោកសមាគមស្វ័យចន្ទទីកម្ពុជាក៏នៅតែបន្តតស៊ូមតិសម្រាប់យុទ្ធនាការឬក៏យុទ្ធសាស្ត្រកំណើនប្រកបដោយការទទួលខុសត្រូវខ្ពស់ដោយធ្វើតុល្យភាពរវាងផលិតកម្មនិងស្ថិរភាពទីផ្សាររយៈពេលវែង